កាលពីព្រេងនាយមានមនុស្សឆោត4នាក់ព្រមព្រៀងគ្នាដើររៀនក្តីលុះដើរបន្តិចទៅចាប់បានអណ្ដើក5បុរសទាំង4នាក់នោះក៏យកអណ្ដើកនោះមកចែកគ្នាដល់ចែកទៅចែកមកសល់អណ្ដើកមួយមនុស្សទាំងអស់នោះមិនសុខចិត្តតែរៀងខ្លួនក៏ចែកគ្នាម្ដងទៀតចែកទៅចែកមកសល់អណ្ដើកមួយដដែលមិនដឹងគិតដូចម្ដេចបុរសទាំង4នាក់នោះតគំនិតក៏អង្គុយមើលមុខគ្នាធ្វើភ្នែកលេងឡង់ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះប្រទះនឹងមនុស្សទាំង4នាក់នោះក៏ឈរមើលគេចែកអណ្តែកគ្នាហើយបុរសនោះឃើញឆោតដូច្នោះក៏សើចហើយនិយាយនឹងបុរស4នាក់នោះថាមើលទៅអ្នកមិនសូវប្រសប់សោះបុរស4នាក់គ្រាន់តែឫសូរសម្ដីប៉ុណ្ណេះក៏និយាយថាអោលោកបើលោកចេះអាណិតមកចែកឲ្យយើងបន្តិចបុរសម្នាក់នោះឬដូច្នោះក៏ដើរចូលទៅអង្គុយជិតចាប់យកអណ្ដើក5នោះមកហើយរើសមើលអណ្ដើកណាដែលធំជាងគេយកមកទ្របអង្គុយនៅសល់អណ្ដើក4ក៏ចែកទៅឲ្យបុរស4នាក់នោះមួយម្នាក់បុរសនោះក៏សុខចិត្តរៀងខ្លួនហើយបុរស4នាក់នោះសួរថាអ្នកមើលទៅប្រហែលជាចេះក្តីបុរសនោះឆ្លើយថាខ្ញុំចេះបុរសទាំង4នាក់ក៏តបទៅវិញថាអោបើអ្នកចេះក្តីសូមមេត្តាប្រាប់យើងផងបុរសម្នាក់នោះឆ្លើយថាបើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ត្រូវអ្នកទន្ទិញតាមខ្ញុំបុរស4នាក់ឆ្លើយថាបាទហើយបុរសនោះប្រាប់ទៅ4នាក់នោះឲ្យទន្ទិញរៀងខ្លួនគឺប្រាប់ទៅបុរសទី1ថាទុំពវាទៅទើបភ្នៅវាមកប្រាប់ទៅបុរសទី2ថាមានប្រឡាយទើបទឹកវាហូរប្រាប់ទៅបុរសទី3ថាមានសម្រាមទើបឆ្កែវាជុះប្រាប់ទៅបុរសទី4ថាមែនទើបគេថាបុរសទាំង4នាក់ក៏ចេះទន្ទិញពាក្យនេះចេះចាំគ្រប់គ្នាទៅហើយបុរស4នាក់នោះនាំគ្នាទៅឆ្ងាយទៅបានដល់ភូមិមួយនឹងរកផ្ទះសម្បែងសំណាក់ក៏គ្មានលុះបន្តិចទៅបានប្រទះយាយចាស់មេម៉ាយម្នាក់ក៏និយាយសុំផ្ទះយាយចាស់នោះសំណាក់គាត់ក៏ព្រមហើយបុរសទាំង4សំណាក់នៅផ្ទះយាយនោះទៅយប់នោះក៏នាំគ្នាទន្ទិញពាក្យក្តីដែលបុរសម្នាក់នោះប្រាប់ទន្ទិញមិនឈប់ឈរតតែភ្លឺយាយចាស់ខឹងណាស់ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកថាលោកមេស្រុកយប់មិញនោះមានបុរស4នាក់មកសុំផ្ទះខ្ញុំសំណាក់បុរសទាំង4នាក់នោះចេះតែនិយាយទន្ទិញតតែភ្លឺតែមិនដឹងជាពាក្យយ៉ាងដូចម្ដេចស្ដាប់មិនបានសោះខានដេកវល់ព្រឹកហេតុនេះខ្ញុំមកប្តឹងលោកសូមលោកហៅមនុស្សទាំង4នាក់នោះមកជំនុំជម្រះឲ្យខ្ញុំមេស្រុកបានស្ដាប់ហើយក៏ឲ្យបម្រើទៅហៅបុរសទាំង4នាក់នោះមកហើយសួរថាហេតុដូចម្ដេចបានជាឯងទន្ទិញអ្វីតតែភ្លឺរកតែយាយគាត់ដេកពួនមិនបានដែលឯងទន្ទិញនោះទន្ទិញពាក្យអ្វីបុរសទាំង4នាក់នោះឆ្លើយថាខ្ញុំទន្ទិញពាក្យក្តីមេស្រុកបង្គាប់ទៅទៀតថាឯងរាល់គ្នាសូត្រពាក្យនេះម្ដងម្នាក់ទៅមើលអញនឹងស្ដាប់បុរសទី1ថាទុំពវាទៅទើបភ្នៅវាមកបុរសទី2ថាមានប្រឡាយទើបទឹកវាហូរបុរសទី3ថាមានសម្រាមទើបឆ្កែវាជុះបុរសទី4ថាមែនទើបគេថាស្ដាប់ពាក្យនេះហើយមេស្រុកក៏កាត់សេចក្តីថាឯងទាំង4នាក់ត្រូវនៅជាខ្ញុំបម្រើយាយចាស់នេះបុរសទាំងអស់នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយចាស់នោះទៅយាយចាស់គាត់ប្រើឲ្យធ្វើការសព្វសាពើតែរាល់ថ្ងៃលុះនៅនឹងយាយនោះមានបាន2-3ថ្ងៃយាយគាត់ប្រើបុរសទាំង4នាក់នោះឲ្យទៅកាប់ឈើធ្វើទូកអ្នកទាំង4នាក់ក៏នាំគ្នាចូលទៅក្នុងព្រៃធំហើយដើររកឈើណាមានប្រហោងទើបកាប់ដល់ចូលទៅក្នុងព្រៃជ្រៅបានប្រទះឈើធំមួយដើមមានប្រហោងបុរសទាំង4នាក់និយាយគ្នាថាយើងបានប្រទះឈើប្រហោងក្នុងហើយយើងត្រូវនាំគ្នាកាប់ឈើនេះបុរសទាំង4នាក់មូលមាត់គ្នាក៏កាប់រំលំឈើប្រហោងនោះលុះឈើចិត្តរលំបុរសទាំង4នាក់ស្រែកថាកូនយើងចិត្តរលំហើយអាណាម្នាក់រត់ទៅចាំត្រគុំឲ្យបែកឈើយើងក្រែងធ្វើទុកមិនកើតបុរសម្នាក់ក៏ស្ទុះទៅត្រដល់យើងនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្មេញបុរស3នាក់ឃើញដូច្នោះក៏នាំគ្នាសើចថាយើអានេះខ្លាំងណាស់តើឈើទំហំប៉ុណ្ណឹងវាត្រូវបានហើយវាសើចថែមទៀតបុរស3នាក់នាំគ្នាចាំមើលបុរសម្នាក់ដែលស្លាប់ដល់យូរពេកក៏ស្រែកហៅថាយីមកឆាប់ឡើងនឹងអើទៅឃ្លានបាយណាស់លុះឃើញនៅស្ងៀមក៏នាំគ្នាដើរចូលទៅមើលការដឹងថាបុរសនោះស្លាប់បុរស3នាក់ភ័យណាស់និយាយគ្នាថាយើងនៅមិនបានទេតែបើយើងនៅមុខជាគេប្តឹងថាយើងវាសម្លាប់អានេះបើដូច្នោះត្រូវនាំគ្នារត់ថាហើយក៏ព្រមព្រៀងគ្នារត់ទៅដល់ពេលយប់វង្វេងផ្លូវមិនដឹងរត់ទៅឯណាទៅត្រង់កំពង់ផ្ទះយាយហើយនាំគ្នាលួចទូកយាយនោះអុំទៅត្រើយម្ខាងបុរសទាំង3នាក់នាំគ្នាចុះទូកម្នាក់នៅខាងកន្សៃបែរមុខទៅខាងកន្សៃម្នាក់នៅខាងក្បាលកបែរមុខទៅខាងក្បាលម្នាក់ទៀតនៅអង្គុយកណ្ដាលបាច់ទឹកទូកតែមិនបានស្រាយខ្សែចំណងទូកនោះចេញចេះតែនាំគ្នាអុំមួយយប់តភ្លឺនៅតែដដែលលុះភ្លឺស្រាងឡើងយាយចាស់ចុះទៅដងទឹកប្រទះបុរស3នាក់ហើយស្រែកថាយើអានេះរត់ទៅណាបុរសទាំង3នាក់ក្រឡេកឃើញយាយចាស់ជាចៅហ្វាយខ្លួនក៏តប្រាជ្ញាមិនដឹងបើរត់ទៅណាក៏ទៅនៅបម្រើយាយចាស់វិញដដែល